กระโดดทีมดิสโซก็โดยจีสุดได้แต่การปลุกไม้บอมโอนออกนี้ได้ในยมสนาฮาวิสัยกีฬาประดากุนขมายเจ้าหน้าที่วิดีโอนี้ได้คือขยมหนังเลือกยกจุ่มนุบหรือวิ่งกีฬากอกัมพูชีระบายยังคือกีฬากอดิมสรมแต่เติมปะจมวยนั่งกีฬากอจันคือกีฬากอจางจิงหุยจังยังนึกให้ท่าดิมสรมคือจีกีฬากอมวยเดี๋ยวเติมแต่ล่างโอเคเอาอีก5 สนิมท่าการีบังสลักนะล้อปัจจุบันดิมสรมคือกอดฝึกหัดในคลับKKIF นะคลับរបស់លោកអុកញ៉ាសេចន្ទថនអញ្ចឹងឃើញថាការវឹកហាត់ជាមួយនឹងការគោរពវិន័យជាមួយនឹងពាក្យពេចន៍ពាក្យសម្ដីរបស់ឌីមសរមគឺល្អគឺគាត់មានសិលធម៌ល្អក៏ដូចជាមានវិន័យល្អក្នុងការវឹកហាត់ទៀងទាត់មិនដើរលេងប្រេបដែរហើយក៏ដូចជាខិតខំប្រឹងប្រែងណាគាត់ព្យាយាមក្តោបឱកាសនេះខ្លាំងមែនទែនគឺគាត់ទើបតែឡើងប៉ុន្តែគឺសមត្ថភាពគាត់គឺមានពេញតែម្ដងណាតេតងជាមួយនឹងការវឹកហាត់របស់គាត់ជាមួយនឹងស្នៀតរបស់គាត់គឺគ្រប់គ្រឿងមិនថាវាយកែងទាត់កាត់ធាក់ហើយបុកឬក៏ថយគឺគាត់មានមកកាផ្លេរបស់គាត់គឺល្អនិយាយទៅគឺបើយើងនិយាយថាកីឡាករចាស់វូសាល្មមអត់ដូរទេអត់យកមកប្រៀបធៀបជាមួយឌីមសរមទេខ្ញុំហ៊ាននិយាយចឹងហ្មងពួកអីឌីមសរមនេះគឺល្អមែនជាពិសេសគឺការចេញចូលរបស់គាត់គឺលឿនដេផ្លាសេលឿនឆ្វេងស្ដាំគឺបានបញ្ចប់ធ្ងន់ដូចគ្នាធ្ងន់ហើយលឿនទៀតមិនធម្មតាទេហើយគាត់ធ្លាប់ឈ្នះជួមុខគីឡូរបស់គាត់គឺច្រើនហើយគីឡូរបស់គាត់គឺគាត់ស៊ីអស់ហើយធ្លាប់ឈ្នះដល់ឈ្នះមហាម៉ាត់បែនកមហាម៉ាត់ឈ្នះម្ដងចាញ់ម្ដងណាអញ្ចឹងបើយើងគិតទៅគឺស្មើគ្នាឈ្នះមួយចាញ់មួយចេះសមត្ថភាពរបស់ឌីមសរមគឺយើងដឹងហើយថាគាត់ល្អមែនយើងអត់មានអីត្រូវថាទោះបីជាគាត់ទើបតែឡើងមកក៏ដោយប៉ុន្តែការប្រកួតរបស់គាត់អ្នកល្មម កីឡាករចាស់វស្សាល្មមសុំខ្មាស់អត់មានប្រឹងប្រែងទេកីឡាករមួយចំនួនទៀតយើងជឿនិយាយច្រើនអញ្ចឹងយើងអត់ដឹងថាគាត់គិតអីទេអានឹងតាមគាត់ទៅពួកអីបើអាជីពរបស់គាត់អត់ចេះចាប់យកជារឿងរបស់គាត់អញ្ចឹងណាឱកាសពួកអីបច្ចុប្បន្ននេះការវាយបណ្ដាលនៅពេលដែលយើងមានគេឈ្មោះកើបលុយហ្មងគួយកើបលុយអត់មានអីពិបាកសោះមកប្រកួត 3-4,000 តម្លៃខ្លួនបូកជាមួយនឹងឧបត្ថម្ភប្រាក់ឧបត្ថម្ភគឺ 3-4,000 អត់មានអីត្រូវខ្វល់ខ្វាយអញ្ចឹងគាត់អត់សូវចាប់ឱកាសធម្មតានៅពេលដែលយើងធ្វើការគុណនឹង2ការវឹកហាត់យើងគុណនឹង2នៅពេលដែលយើងបានលទ្ធផលមកគឺគុណនឹង2ដូចគ្នាបើមិនតែយើងការវឹកហាត់របស់យើងលេះការដល់ពេលលទ្ធផលមកគឺវាមានតែលេះណាគឺចាញ់ដូចតែគ្នាអញ្ចឹងអាហ្នឹងវាជាហេតុផលមួយយើងអត់បាច់ទៅតូចចិត្តថាហេតុអីក៏ខ្ញុំវាយយូរហើយអត់មានបានលុយដូចគេអញ្ចឹងវាជារឿងមួយសួរខ្លួនឯងវិញថាខ្លួនឯងយើងប្រឹងដល់កម្រិតណាហើយណាអញ្ចឹងឥឡូវយើងអត់វិភាគវែងឆ្ងាយច្រើនទេយើងមកចូលដល់ចាងជីហួយម្ដងចាងជីហួយគឺជាកីឡាករចិនក៏ជាលំដាប់នៅប្រទេសគេដែរហើយកីឡាករនេះគឺល្អមិនថាចេញចូលសមត្ថភាពគឺផាកផាយគ្នាកីឡាគូនេះផាកផាយគ្នាអញ្ចឹងតាក់ទងជាមួយចាងជីហួយគឺចេញចូលដេផ្លាសេលឿនគ្រាន់តែថាគាត់ប្រកួតភាគច្រើនគឺ kickboxing ណា kickboxing គាត់ធ្លាប់ដួលរស្មីគុណខ្មែរបោះបង់ការប្រកួតគាត់ធ្លាប់ដូចជាស្មើជាមួយនឹងពេជ្រសង្ហៈប៉ុន្តែចាញ់ដូចជាចាញ់ម្ដងខ្ញុំអត់ចាំច្បាស់ណាអញ្ចឹងយើងអត់ចាំច្បាស់យើងអត់និយាយទេណាដូចជាឥឡូវយើងនិយាយច្បាស់ទៅចាញ់ស្មើម្ដងស្មើជាមួយនឹងពេជ្រសង្ហៈឈ្នះរស្មីគុណខ្មែរដោយផ្ដួលឲ្យបោះបង់ការប្រកួតឡប់ធំសមត្ថភាពរវាងកីឡាករទាំងពីរនេះគឺផាកគ្នាប៉ុន្តែអ្វីដែលយើងមានតែមគឺយើងជាម្ចាស់ផ្ទះទី1ទី2តាក់ទងជាមួយនឹងអាវុធគឺយើងធ្ងន់ជាងណាធ្ងន់ជាងចាងជីហួយយើងមើលការប្រកួតរបស់ចាងជីហួយគឺការចេញរបស់គាត់គឺស្រាលជាងណាប៉ុន្តែកីឡាគេហាត់ដូចគ្នាទេការវឹកហាត់គឺមានពេញដូចគ្នាប៉ុន្តែដែលយើងប្រហែសគឺដឹងថាស្លាប់ដូចគ្នាហ្នឹងអញ្ចឹងយើងមានតែមជាងបន្តិចណាយើងមានតែមជាងបន្តិចអញ្ចឹងចំពោះគូនេះគឺអត់មានអីត្រូវវិភាគច្រើនទេដោយសារតែគូនេះដឹងល្អមើលហើយការវាយចេញចូលដេផ្លាសេលឿនដូចគ្នាបំលាស់ទីគឺលឿនដូចគ្នាអាវុធគឺមានដូចគ្នាណាគ្រាន់តែយើងមានតែមជាងគេបន្តិចចង់ថាយើងជើងរបស់យើងគឺធ្ងន់ជាងគេហើយលឿនជាងគេដៃរបស់យើងក៏ដូចគ្នាដែរអញ្ចឹងគូនេះខ្ញុំគិតថាភាគរយក្នុងការឈ្នះខ្ញុំសូមឲ្យទៅកាន់ឌីមសរម 55% ហើយចាងជីងហួយ
គឺ 45% ដោយសារតែយើងមានតែមជាងគេបន្តិចណាអញ្ចឹងខ្ញុំសូមឲ្យប៉ុណ្ណឹងហើយការប្រកួតនេះដឹងល្អមើលខ្លាំងអញ្ចឹងចំពោះគូនេះគឺការវិភាគគឺមានត្រឹមតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានមតិយោបល់ល្អជាងខ្ញុំកុំភ្លេចចូលទៅ comment នៅខាងក្រោមវីដេអូណាហើយកុំភ្លេចតាមដាននៅថ្ងៃស្អែកគឺថ្ងៃសុក្រទី21ឆ្នាំ2026ការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែកជាចុងក្រោយខ្ញុំសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំអ្នកមួយផងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូវិភាគក្រោយៗទៀត